បាទសូមសួស្តីចូលមកដល់វីដេអូមួយនេះខ្ញុំសូមជម្រាបលោកអ្នកឲ្យបានជ្រាបថាបន្ទាប់ពី Smartphone Galaxy A57 បានប្រកាសចេញលក់ថ្មីនេះរួចក៏ទទួលបានពិន្ទុ High Score បណ្ដាលឲ្យវាទទួលបានចំណាត់ថ្នាក់លេខ1លើតារាងលំដាប់កំពូល Smartphone ទាំង10ប្រចាំសប្តាហ៍ទី18នេះរួចបន្តចំណាត់ថ្នាក់មកកាន់លេខ2ដែលជាប្រភេទ Smartphone Samsung S26 Ultra លំដាប់ Flagship ប្រចាំឆ្នាំ2026នេះដែរតាមពីក្រោយដោយកំពូលជើងឯកកាលពីអាទិត្យមុន Honor 600 Pro ទទួលបានចំណាត់ថ្នាក់លេខ3ក្នុងសប្តាហ៍នេះ Smartphone ដែលនឹងចូលខ្លួនមកជាបន្ទាប់ទៀតនេះគឺ Oppo Find X9 Ultra របស់ក្រុមហ៊ុន Oppo ទទួលបានចំណាត់ថ្នាក់លេខ4តាមបន្តកន្ទុយលេខ5ដោយផលិតផលរបស់ក្រុមហ៊ុន Apple គឺ iPhone 17 Pro Max រួចក៏មានវត្តមាន Smartphone របស់ក្រុមហ៊ុន OnePlus គឺ OnePlus ACE 6 Ultra ខណៈពេលដែលមាន Smartphone លំដាប់មធ្យមចំនួន2តាមពីក្រោយគឺ Galaxy A17 ចំណាត់ថ្នាក់លេខ7និង Smartphone របស់ក្រុមហ៊ុន Infinix GT 50 Pro លេខ8ជាចុងក្រោយសម្រាប់ចំណាត់ថ្នាក់បាតតារាងទាំងពីរបានទៅលើ Smartphone Xiaomi Poco X8 Pro Max លេខ9និង Xiaomi Poco X8 Pro លេខ10សូមអរគុណ